បងប្អូនទាំងគ្នាយើងចូលរួមទាំងអស់គ្នាពាក់ព័ន្ធទៅនឹងបញ្ហាស្រូវបាទចុះថោកអ្នកខ្លះក៏ថា600នៅក្នុង1គីឡូ700នៅក្នុង1គីឡូឬក៏800ចឹងទៅហើយយើងក៏បានឃើញលោកពូផៃបណ្ណាបង្ហោះសារស្នើឲ្យអ្នកដែលមានលទ្ធភាពអ្នកដែលមានលុយច្រើនឬក៏អ្នកអុកញ៉ាឯកឧត្តមអ្នករកស៊ីបាទជួញដូរដែលមានលុយច្រើនបាទជួយទិញស្រូវកសិករម្នាក់1តោន2តោនក៏បានវាគឺជារឿងល្អមែនទែនក្នុងនោះផងដែរយើងក៏បានឃើញបាទគឺម្ចាស់ប្រេនមីគឺចាយាដោយសារតែរឿងរ៉ាវពាក់ព័ន្ធទៅនឹងស្រូវនេះកំពុងតែកក្រើកខ្លាំងមែនទែនជាយើងក៏បានប្រកាសនៅសំណេរមួយ status ថាខ្ញុំប្រកាសទិញស្រូវចំនួន500តោនបាទ50,000 គីឡូវគ្គទី1ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងតម្លៃចាប់ពី800ទៅ1000រៀលបាទតាមប្រភេទស្រូវដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតជនភៀសកងទ័ពនិងបាទជនផ្សេងទៀតបាទដែលកំពុងតែខ្វះខាតសូមអ្នកដែលមានស្រីតាក់ទងទៅគាត់ទៅគឺ096 21 59 898បាទនេះគឺជាលេខរបស់ចាយាបងប្អូនគាត់ថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្រូវនេះវាមិនមែនរឿងថ្មីទេស្ទើរតែរាល់ឆ្នាំឲ្យតែដល់តម្លៃស្រូវគឺតែចុះថោកបងប្អូននេះកុំភ្លេចខមមិនអេដមីនម្នាក់មួយផងថាតើតំបន់បងប្អូនដែលធ្វើការរកស៊ីស្រូវនេះតើ1គីឡូគេលក់ឲ្យប្រហែលហើយតើ1គីឡូនោះថាតើឈ្មោះទិញរបៀបម៉េចបាទជាអស់ជំរឿឬក៏ពីមួយឆ្នាំទៅមួយឆ្នាំលក់ឲ្យតែឈ្មោះរូបនេះដដែលពាក់ព័ន្ធទៅនឹងរឿងស្រូវនេះឥឡូវនេះឃើញថាកក្រើកខ្លាំងមែនតើបងប្អូនគ្នាបាទសង្ឃឹមថាអ្នកដែលមានលទ្ធភាពបាទធ្វើការជួយទិញទៅកាន់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្រូវនេះបងប្អូននឹងថាប្រជាពលរដ្ឋយើងជាច្រើនដែលមិនចេះលេងបណ្ដាញសង្គមមិនចេះលេង TikTok អ្នកខ្លះក៏ដាក់បន្ទុកទៅកាន់រដ្ឋមន្ត្រីអ្នកខ្លះក៏ដាក់បន្ទុកទៅកាន់បាទហើយដូចជាខាងក្រសួងណាក៏ចេញបកស្រាយថាល្ងាចឡើងប្រជាពលរដ្ឋលែងហូបបាយអានេះវាចេញបកស្រាយមកទាំងដែរมันមានលទ្ធភាពណាដែលយើងជាមន្ត្រីហើយទៅបកស្រាយបែបហ្នឹងពាក់ព័ន្ធទៅនឹងការរឿងស្រូវនៅតែបន្តចោទថោកបើថាយើងធ្វើមិនកើតបាទដូចនៅប្រទេសគេមួយឆ្នាំឯងមិនបាច់ចាំទៅពីមួយឆ្នាំទៅមួយឆ្នាំបើថាមួយឆ្នាំនឹងធ្វើមិនកើតគឺគេលាលែងចេញពីតំណែងតែម្ដងហើយមិនបាច់ចាំតែប្រជាពលរដ្ឋសួរដេញដោលច្រើនទេនេះហើយគឺជាភាពបាទទំនួលខុសត្រូវអញ្ចឹងយើងសង្ឃឹមថាស្រុកខ្មែរយើងគឺនឹងមានមន្ត្រីល្អបាទជួយទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺកសិករនិយាយមែនរាល់ថ្ងៃបើសិនជាធ្វើស្រូវចំណេញបាទមួយឆ្នាំបានដល់ 3-4,000 ចូលកប៉ាល់ខ្លួនឯងមិនដឹងថាប្រជាពលរដ្ឋយើងសប្បាយយ៉ាងណាទេបងប្អូនបាទសប្បាយនៅក្នុងការធ្វើស្រូវមិនបាច់ចាំទៅស៊ីស្រុកគេទេធ្វើតែស្រូវលក់ហ្នឹងក៏លុយយកទៅណាម្ដងមិនថាតែស្រូវមិនថាតែដំឡូងទេបាទឲ្យតែស្ថិរភាពថេបាទលក់ថេបាទគឺប្រជាពលរដ្ឋគាត់សប្បាយចិត្តក្នុងការធ្វើមែនទែន